ភាពយន្តនេះចាប់ផ្ដើមដោយណែនាំឲ្យស្គាល់ហាណានិស្សិតវិទ្យាសាស្ត្រម្នាក់ដែលកំពុងប្រឈមមុខនឹងបញ្ហាផឹកអាហារច្រើនពេកហើយមានអារម្មណ៍មិនទុកចិត្តលើរាងកាយរបស់ខ្លួនជាខ្លាំងមិនថាគាត់បានអនុវត្តអាហារូបត្ថម្ភប៉ុន្មានឬខិតខំប្រឹងប្រែងប៉ុន្មានក្នុងការបាត់បង់ទម្ងន់ក៏មិនមានអ្វីផ្ដល់លទ្ធផលដូចដែលគាត់ចង់បានសោះមួយថ្ងៃអាឡានយ៉ាបានអញ្ជើញហាណាឲ្យចូលរួមប្រកួតបម្លែងរាងកាយរយៈពេល12សប្តាហ៍ហាណាមិនចាប់អារម្មណ៍ទេប៉ុន្តែពេលអាឡានយ៉ាប្រាប់ថាវាជាការស្រាវជ្រាវសម្រាប់ថ្នាក់អនុបណ្ឌិតផ្នែកចិត្តវិទ្យារបស់នាងហាណាបានសើចលេងថានាងកំពុងស្វែងរកកណ្ដុរពិសោធន៍អាឡានយ៉ាសួរថាតើហាណាចង់ធ្វើជាកណ្ដុរពិសោធន៍មែនទេហើយហាណាបានឆ្លើយថាវាអាស្រ័យលើថាការសិក្សានេះមានភាពតឹងរ៉ឹងផ្នែកវិទ្យាសាស្ត្រប៉ុណ្ណាបន្ទាប់មកនៅក្នុងថ្នាក់អនុវត្តរបស់នាងខណៈកំពុងកាត់សាច់លើសាកសពអ្នកបរិច្ចាគហាណាបានសង្កេតឃើញថាមានថ្នាំលាបក្រចកលើក្រចកសាកសពហើយដោយចៃដន្យឲ្យបានកាត់ខុសទីត្រូវពេលគ្រូឃើញរឿងនេះគ្រូបានប្រមាថនាងហើយឆាកនោះបង្ហាញថាហាណាក៏កំពុងពាក់ថ្នាំលាបក្រចកពណ៌ដូចគ្នានេះផងដែរប៉ុន្មានថ្ងៃបន្ទាប់មកមិត្តភ័ក្តិបានជួបគ្នាដើម្បីអបអរសាទរថ្ងៃកំណើតរបស់ហាណាហើយម្នាក់ក្នុងចំណោមពួកគេបានសង្កេតឃើញក្មេងស្រីម្នាក់កំពុងមើលហាណាតែហាណាមើលទៅកាន់ក្មេងស្រីនោះជូស៊ីបានលើកទឹកចិត្តឲ្យនាងទៅសាកល្បងហាណាដើរទៅកាន់បន្ទប់ទឹកហើយក្មេងស្រីនោះបានដើរចូលមកជិតហាណាហើយសួរថាតើនាងសុខសប្បាយរបៀបណាហាណាបានដឹងភ្លាមថាក្មេងស្រីនោះគឺមេលីសាមិត្តរបស់នាងពីសាឡាមជុំមេលីសាបានប្រាប់ហាណាថានាងបានបាត់ទម្ងន់ទាំងអស់ដោយសារទទួលថ្នាំមួយថ្មីឈ្មោះក្រេកទោះបីជាវាខ្លីហើយមិនទាន់មានការអនុម័តពីគេក៏ដោយនាងក៏និយាយថាវាធ្វើឲ្យស្រួលយ៉ាងអស្ចារ្យនាងសារភាពថាដំបូងនាងក៏សង្ស័យដែរប៉ុន្តែទម្ងន់បានរលាយបាត់ទៅទោះបីនាងបរិភោគអ្វីក៏ដោយបន្ទាប់មកនាងបានយកថ្នាំមួយគ្រាប់ចេញពីកាបូបហើយផ្ដល់ឲ្យហាណាតែហាណាកំពុងពិនិត្យថ្នាំនោះយ៉ាងប្រុងប្រយ័ត្នមេលីសាបានបង្ហាញរូបថតចាស់របស់នាងហើយនិយាយថាឥឡូវនេះនាងជាមនុស្សថ្មីទាំងស្រុងដោយសារថ្នាំទាំងនោះហាណានៅតែមិនជឿទេប៉ុន្តែពេលមេលីសាបាននិយាយថានឹងយកថ្នាំត្រឡប់វិញហាណាបានដាក់ថ្នាំនោះចូលមាត់ហើយលេបវាទៅបន្ទាប់មកមេលីសាបានផ្ដល់ថ្នាំមួយគ្រាប់ទៀតឲ្យនាងហើយប្រាប់ឲ្យនាងយកវាថ្ងៃបន្ទាប់ហើយប្រាប់មេលីសាឲ្យដឹងប្រសិនបើមានអ្វីផ្លាស់ប្ដូរទឹកថ្ងៃបន្ទាប់ហាណាបានរឿននរណាម្នាក់ផ្លុំសូរស្លឹកឈើនៅពេលនាងកំពុងដេកប៉ុន្តែពេលនាងបើកភ្នែកសូរស្លឹកឈើនោះបានត្អាក់ភ្លាមដោយមានអារម្មណ៍ច្របូកច្របល់នាងបានមើលជុំវិញបន្ទប់ប៉ុន្តែមិនមានអ្វីប្លែកពីធម្មតាទេនៅពេលនាងដៃទៅយកទូរស័ព្ទយើងឃើញស្រមោលបុរសម្នាក់ដែលមិនស្លៀកពាក់នៅក្នុងកម្ចីជិតខាងខណៈពេលកំពុងពិនិត្យទូរស័ព្ទនាងបានសង្កេតឃើញធុងអាហារច្រើនដាក់បោះបង់នៅលើដីដែលសមាត់ថាជាអាហារចុងក្រោយដែលនាងបានបរិភោគពេលស្រវឹងកាលពីយប់មិញបន្ទាប់មកនាងបានជើងឡើងលើគ្រឿងខ្លាំងទម្ងន់ហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលរកឃើញថានាងបានបាត់បង់ទម្ងន់1គីឡូក្រាមក្នុងមួយយប់ដោយចង់ដឹងច្បាស់ហាណាបានផ្ញើសារទៅមេលីសាដើម្បីសួរថ្នាំនោះមានតម្លៃប៉ុន្មានបន្ទាប់មកនាងបានចំណាយពេលមួយសន្ទុះមើលវីដេអូតាមអ៊ីនធឺណិតរួមទាំងមនុស្សកំពុងចូលរួមប្រកួត Potato Masher Challenge ដែលកំពុងល្បីក្នុងអំឡុងពេលនោះវីដេអូរបស់អាឡានយ៉ាបានបង្ហាញលើវីដរបស់នាងដោយផ្សព្វផ្សាយការប្រកួតបម្លែងរាងកាយរយៈពេល12សប្តាហ៍ហើយបន្តិចក្រោយនោះនាងក៏ទទួលបានចម្លើយពីមេលីសាផងដែរពេលក្រោយមកនៅពេលហាណាទៅលើផ្ទះឪពុកម្ដាយនាងបានសង្កេតឃើញរូបមនុស្សម្នាក់ដើរឆ្លងកាត់ហើយគិតថាជាឪពុករបស់នាងពេលនាងដើរចូលទៅក្នុងផ្ទះនាងឃើញម្ដាយកំពុងរៀបចំកាមេរ៉ានៅក្នុងផ្ទះបាយហើយម្ដាយនាងក៏អបអរសាទរថ្ងៃកំណើតឲ្យនាងផងដែរថ្ងៃបន្ទាប់នៅក្នុងមន្ទីរពិសោធន៍ហាណាបានពិនិត្យមើលគ្រឿងផ្សំក្នុងថ្នាំហើយរកឃើញថាវាមានសារធាតុ Calcium Phosphate ជាចម្បងហើយនាងក៏សង្ស័យថាអាចជាថ្នាំដែលផលិតពីសមាសធាតុសាច់ដុំមនុស្សផងដែរជូស៊ីសាច់ហើយសំណើចថា Melissa ប្រហែលជាកំពុងញ៉ាំតាអ្នកណាម្នាក់ហើយសួរថា Hannah នឹងរាយការណ៍ឬនេះឬទេ Hannah ឆ្លើយថាគ្រឿងផ្សំក្នុងថ្នាំមិនពិតជាអាចពន្យល់ពីការបាត់ទម្ងន់របស់ Melissa ទេហើយវិទ្យាសាស្ត្រនេះមើលទៅមិនសមស្របក្រោយមកនៅពេលវឹកហាត់វិភាគរាងកាយក្រុមបានសម្រេចឲ្យឈ្មោះដល់សពដែលពួកគេកំពុងសិក្សាហើយសំណើចហៅនាងថា Big Bertha ក្មេងប្រុសម្នាក់ដកឆ្អឹងជើងទ្រូងចេញពីសពហើយពួកគេផ្ញើវាឲ្យ Hannah នៅពេល Hannah នឹងយកវាទៅបោះចោលក្នុងធុងសម្រាមអ្វីមួយបានចាប់អារម្មណ៍នាងភ្លាមនៅពេលល្ងាចនាងយកឆ្អឹងទាំងនោះដាក់ក្នុងមន្ទីរពិសោធន៍ហើយដឹកវាឲ្យខ្លែកនៅផ្ទះនាងបុកសាច់ឆ្អឹងដែលនៅសល់ឲ្យល្អិតស្អាតហើយយកវាដាក់ចូលក្នុងកាព្ស៊ូលយ៉ាងប្រុងប្រយ័ត្នបន្ទាប់ពីស្ទាក់ស្ទើរបន្តិចនាងបានយកកាព្ស៊ូលដាក់ចូលមាត់ហើយនឹកញ៉ាំវាប៉ុន្តែបន្តិចក្រោយមកមានសំឡេងចម្លែកចេញពីពោះរបស់នាង Hannah មិនអើពើនឹងវាទេហើយដើរចេញពីបន្ទប់ទឹកប៉ុន្តែពេលនាងចេញទៅយើងឃើញចូលលើគ្រឿងក្លិនទម្ងន់កំពុងផ្លាស់ទីដោយខ្លួនឯងថ្ងៃបន្ទាប់មកនាងក៏ចូលរួមកម្មវិធីបម្លែងរាងកាយរយៈពេល12សប្តាហ៍ផងដែរក្រោយមកពូរបស់ Hannah ក៏ចាប់ផ្ដើមមានសំឡេងចម្លែកម្ដងទៀតហើយដោយគិតថាវាជាភ្លុះភ្លៀងនាងបានយូម៉ានក្រឡុកក៏បន្តិចដើម្បីបំបត្តិវាបន្ទាប់មកខណៈដែលនាងកំពុងរៀបចំតែសម្រាប់ខ្លួននាងសង្កេតឃើញអ្វីមួយចម្លែកបញ្ចាំងក្នុងកម្ចីតែប៉ុន្តែពេលនាងបត់មកមើលម្ដងវិញគ្មាននរណានៅទីនោះទេទោះជាយ៉ាងណាពេលនាងមើលត្រឡប់ទៅកម្ចីតែវិញនាងឃើញរូបបញ្ចាំងនៃមនុស្សមានទម្ងន់លើកមុននាងនឹងអាចប្រតិកម្មបានរូបនោះបានផ្លាស់ទីភ្លាមប៉ុន្តែនៅក្នុងជាក់ស្ដែងគ្មាននរណាឈរនៅទីនោះទេ
ហើយនៅបានក៏សម្គាល់អំពីវានៅក្នុងសៀវភៅកំណត់ហេតុនាងដោយសួរថាតើវាខ្សែបន្តពីសមុទ្រព្រលឺក៏នាងកំពុងស្រមៃឃើញថ្ងៃបន្ទាប់ហេណាបន្តកម្មវិធីបំលែងរាងកាយរបស់នាងហើយនៅល្ងាចនោះនាងចូលរួមប្រកួត Potato Masher Challenge ពេលថ្ងៃកន្លងផុតទៅមុននាងក៏បន្តធ្លាក់ចុះទោះបីនាងនៅតែបន្តញ៉ាំម្ហូបដែលនាងចូលចិត្តទាំងអស់ប៉ុន្មានថ្ងៃបន្ទាប់ Elenia បានប្រាប់ Hannah ថានាងមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់នាងបាននិយាយថា Hannah គួរតែមានមោទនភាពចំពោះអ្វីដែលនាងបានសម្រេចហើយសួរថា Hannah អាចអនុញ្ញាតឲ្យដាក់រូបនាងក្នុងបណ្ដាញសង្គមអំពីការប្រកួតនេះបានទេ Hannah យល់ព្រមហើយ Elenia បានថតរូបជាមួយនាងនៅល្ងាចនោះ Hannah កំពុងពិនិត្យមើលមតិយោបល់នៅលើបណ្ដាញសង្គមប៉ុន្តែស្រាប់តែនាងឮសំឡេងចម្លែកមួយនៅក្នុងផ្ទះហើយពូនាងក៏ចាប់ផ្ដើមធ្វើសំឡេងចម្លែកម្ដងទៀតការយកចិត្តទុកដាក់របស់នាងត្រូវបានតាក់ទាញទៅកាន់កម្រាលទឹកក្តៅដែលនៅទីនោះនាងមើលឃើញរូបភាពបញ្ចាំងនៃមនុស្សធាត់ម្នាក់ម្ដងទៀតហើយលើសពីនេះទៅទៀតនាងអាចជឿសំឡេងចេញមកពីទីនោះផងដែរ Hannah ដាក់កញ្ចក់មួយនៅកន្លែងដែរប៉ុន្តែគ្មានរូបបញ្ចាំងណាមួយបង្ហាញឡើយទោះបីជាយ៉ាងណារូបនោះនៅតែបង្ហាញយ៉ាងច្បាស់នៅក្នុងកម្រាលទឹកក្តៅពេលដឹងដូច្នេះនាងបានសន្និដ្ឋានថាអ្នកអាចកំបាំងនោះអាចមើលឃើញតែតាមរូបបញ្ចាំងក៏ប៉ុណ្ណោះបន្ទាប់មកនាងលើកស្លាបព្រាបង្ហាញមើលហើយក៏ឃើញរូបនោះបញ្ចាំងនៅលើស្លាបព្រាផងដែរយឺត Hannah ចាប់ផ្ដើមដើរចេញក្រោយទៅរករូបនោះហើយពេលនាងមើលឃើញមុខរបស់វាច្បាស់ជាងមុននាងក៏ដឹងថាវាគឺ Burger គំនិតរបស់នាងពោពេញទៅដោយសំណួរហើយនាងក៏សរសេរទាំងអស់នោះចូលក្នុងសៀវភៅកំណត់ហេតុនាងដោយសម្រេចចិត្តថានឹងស្វែងយល់អំពីអ្វីដែលនាងកំពុងឃើញថ្ងៃបន្ទាប់ម្ដាយរបស់ Hannah មកលេងផ្ទះនាងហើយពេលនាងសួរថា Hannah កំពុងតែទៅណា Kemi បានប្រាប់ថានាងបានកក់ការធ្វើដំណើរឈប់សម្រាកហើយនឹងចេញដំណើរពីយប់នោះតែម្ដង Hannah ភ្ញាក់ផ្អើលហើយរំលឹកឲ្យនាងចាំថាម្ដាយបាននិយាយថាឪពុកមិនអាចនៅម្នាក់ឯងបានទេ Kemi ឆ្លើយតបថានាងចង់ទៅមើលទឹកជ្រោះ Eglazer មករយៈពេល25ឆ្នាំហើយនាងមិនចង់បោះបង់ឱកាសនេះទេបន្ទាប់មកនាងសួរ Hannah ថាអាចមកមើលឪពុកបានទេខណៈពេលនាងទៅដំណើរហើយ Hannah ក៏យល់ព្រមមុននឹងចេញដំណើរ Kemi រំលឹកឲ្យ Hannah បដូរទានបូជានៅលើបូជាភិវត្តក្នុងគ្រួសារម្ដងក្នុងមួយសប្ដាហ៍ដោយនិយាយថាពួកគេមិនចង់តាក់ទាញវិញ្ញាណឃ្លានណាមួយទេយប់នោះខណៈ Hannah កំពុងដេកនាងមានអារម្មណ៍ដូចជាត្រូវគាំងក្នុងសភាពអសកម្មពេលដេកហើយពេលបើភ្នែកនាងឃើញ Burger កំពុងអណ្តែតនៅលើក្បាលនាងផ្ទាល់ Burger ចាប់ផ្ដើមធ្លាក់ចុះយឺតទៅរក Hannah ហើយមុនពេលយូរនោះនាងចាប់ផ្ដើមរួមចូលទៅក្នុងរាងកាយរបស់ Hannah ពេលដែល Burger ស្ទើរតែចូលទៅក្នុង Hannah ពេញលេញ Hannah ស្រាប់តែភ្ញាក់ឡើងភ្លាមថ្ងៃកន្លងផុតទៅ Hannah បន្តដកឆ្អឹងចេញពីរាងកាយរបស់ Burger បន្ថែមទៀតបំលែងជាក្របបំពន់ដែលមានផ្ទុកស្នាមអុសហើយយកមកញុំជាប្រចាំក្នុងរយៈពេល6សប្ដាហ៍ Hannah បាត់ទម្ងន់យ៉ាងច្រើនមួយក្នង Elena បានប្រាប់ Hannah ថាគាត់ព្រួយបារម្ភអំពីការបាត់ទម្ងន់យ៉ាងលឿនរបស់ Hannah ហើយសួរថាតើ Hannah បានអនុវត្តតាមគោលការណ៍អាហារូបត្ថម្ភដែរឬទេពេល Hannah ឆ្លើយថាគាត់បានអនុវត្តតាមហើយ Elena បានរំលឹកថា Hannah មានការប្រកិច្ចថែរក្សាសុខភាពសមាជិកទាំងអស់ក្នុងក្រុមហើយបានព្រមាន Hannah ថាមិនថាគាត់បានរកវិធីខ្លីអ្វីក៏ដោយគាត់អាចធានាឲ្យ Hannah បានថាវាជាផ្លូវគ្រោះថ្នាក់ Hannah តស៊ូថាគាត់មិនបានធ្វើអ្វីចម្លែកទេប៉ុន្តែ Elena សួរថាតើ Hannah សូម្បីតែដឹងអំពីការខូចខាតដែលអាចកើតឡើងដល់ខ្លួនឯងដែរឬទេដោយមានអារម្មណ៍ខកចិត្ត Hannah ឆ្លើយថាគាត់បានធ្វើតាមពិតនៅអ្វីដែល Elena បានបញ្ជាក់ឲ្យធ្វើហើយបានបង្ខំខ្លួនឯងអស់រយៈពេលសប្តាហ៍ជាច្រើនព្រោះគាត់ចង់ឲ្យ Elena មានអារម្មណ៍ចាប់អារម្មណ៍ពេល Elena យល់ថាការសន្ទនានេះកំពុងទៅរកទីដៅណាមួយគាត់បានណែនាំឲ្យពួកគេត្រឡប់ទៅរួមជាមួយអ្នកឪទៃវិញហើយបន្តដើរចេញទៅនៅល្ងាចនោះដោយសារតែអារម្មណ៍ខកចិត្ត Hannah បានបាក់ផែនការប្រចាំ12សប្តាហ៍របស់ខ្លួនហើយបោះវាចោលទៅក្នុងធុងសម្រាមមួយផ្លែកនោះស្ករគ្រាប់មួយបានរអិលលើដីទៅរក Hannah ទោះបីជាមិនមាននរណានៅទីនោះឡើយពេល Hannah យល់ថាវាអាចជាការធ្វើរបស់ Burger គាត់ក៏ក្រឡេកស្ងៀមដោយភ័យហើយអង្គុយចុះយឺតដោយមានអារម្មណ៍កក់ក្ដៅគាត់យកស្ករនោះមកបរិភោគប៉ុន្តែមុននឹងបញ្ចប់ស្ករមួយទៀតក៏អិលមករកគាត់វិញ Hannah ភ័យខ្លាចណាស់ប៉ុន្តែមិនអាចទប់ទល់បានទេគាត់ក៏យកស្ករនោះមកបកសម្បកហើយចាប់ផ្ដើមបរិភោគវាផងដែរប៉ុន្តែ Burger បានរអិលថង់ស្ករមួយពេញទៅរក Hannah ប៉ុន្មានថ្ងៃបន្ទាប់សិស្សានុសិស្សបានរកឃើញថា Burger មានជំងឺមហារីកខ្លាំងសាស្ត្រាចារ្យបានបញ្ជាក់ថាជំងឺមហារីកនោះមានការរីករាលដល់កម្រិតខ្លាំងហើយបញ្ជាក់ថាមហារីកបានរាលដល់ជញ្ជាំងពោះផងដែរ Hannah ត្រឡប់ទៅវគ្គហ្វឹកហាត់វិញដែល Elena សុំទោសដោយនិយាយថាគាត់មិនបានចង់ធ្វើឲ្យដឹងខ្លាំងទេហើយដឹងថាខ្លួនបានធ្វើខ្លាំងពេក Hannah ឆ្លើយថាយ៉ាងហោចណាស់គាត់មិនមែនជាមនុស្សតែម្នាក់ឯងទេ Elena សើចហើយទទួលសារភាពថាគាត់មានទម្លាប់អាក្រក់ក្នុងការប្រាប់អ្នកដទៃអំពីរបៀបរស់នៅជីវិតរបស់ពួកគេប៉ុន្តែបញ្ជាក់ថាវានឹងតែងតែចេញពីកន្លែងដែលពោពេញដោយសេចក្តីស្រឡាញ់ខណៈពេលពួកគេបន្តនិយាយគ្នាមានពេលវេលាមួយកើតឡើងរវាងពួកគេហើយ Elena បានផ្លាស់ទីមកជិប Hannah ហើយបញ្ចេញមុខទៅថា Hannah សម្រេចចិត្តចាប់ផ្ដើមថ្មីហើយបញ្ឈប់ការប្រើថ្នាំទាំងស្រុងនាងទៅកំសៅពីថ្នាំដែលនៅសល់ចាក់ចូលប្រអប់តូចមួយហើយលាក់វាទុកក្នុងសៀវភៅ
បន្ទាប់មកនាងសម្អាតម្ហូបអាហារចោលពីផ្ទះបាយរបស់នាងហើយបោះវាចោលទៅក្នុងធុងសម្រាមដោយជំនួសវាជាមួយជម្រើសអាហារដែលមានសុខភាពល្អជាងទោះជាយ៉ាងណាខណៈពេលនាងកំពុងរុករកមើលបណ្ដាញសង្គមរបស់ Elena ទ្វារទូទឹកកកបានបើកខ្លួនឯងភ្លាមហើយ microwave ក៏ចាប់ផ្ដើមបញ្ចេញសំឡេងផងដែរ Hannah ឃើញទ្វារទូទឹកកកបើកនាងបិទវាហើយត្រឡប់ទៅសិក្សាវិញប៉ុន្តែទ្វារទូទឹកកកបើកម្ដងទៀតហើយសំឡេងចម្លងចេញពីពោះរបស់នាងក៏ត្រឡប់មកវិញផងដែរដោយភ័យខ្លាច Hannah យកស្លាបព្រាប្រឡាងហើយលើកវាឡើងប៉ុន្តែឃើញ Versa ឈរនៅពីក្រោយនាងដែលឥឡូវនេះខំជាមបង្ខ្លាំងខណៈដែល Hannah ឈរនៅមុខទូទឹកកកសំឡេងក៏ហឹមប្រហោងពីពោះរបស់នាងក៏បន្តមិនឈប់ទោះបីនាងមិនចង់ក៏ដោយនាងក៏ដៃទៅយកចានដែលពោពេញដោយម្ហូបអាហារមួយហើយលើកវាឡើងប៉ុន្តែជំនួសឲ្យញ៉ាំវានាងបិទទូទឹកកកយ៉ាងខ្លាំងហើយចោលអាហារទាំងអស់ចោលក្នុងធុងសម្រាមឯការប្រឆាំង Versa មិនមែនអ្វីដែលងាយស្រួលទេពេល Hannah លើកគម្រប់មួយ Versa ក៏កាន់តែខឹងជាងមុនដោយភ័យស្លន់ស្លោ Hannah រត់ចូលបន្ទប់គេងរបស់នាងហើយឡើងគេងលើគ្រែប៉ុន្តែប៉ុន្មានវិនាទីបន្ទាប់ទ្វារបន្ទប់គេងនាងក៏ចាប់ផ្ដើមបើកយ៉ាងយឺតដោយខ្លួនឯងឥឡូវនេះនាងអាចជឿមិនត្រឹមតែសំឡេងដកដង្ហើមធ្ងន់របស់ Versa ប៉ុណ្ណោះទេតែខន្តែមើលសំឡេងជើងនាងកំពុងដើរចូលមកជិតផងដែរមុននាងនឹងអាចប្រតិកម្ម Versa បានឡើងក្រែភ្លាមហើយពេល Hannah សុំឲ្យនាងបញ្ឈប់ Versa ក៏ខំហើយរត់ចេញទីបន្ទប់ Hannah បិទសោទ្វារយកទុំមកទុកទ្វារឲ្យមានសុវត្ថិភាពបន្ថែមហើយបន្ទាប់មកត្រឡប់ទៅគេងវិញប៉ុន្តែពេលបន្ទាប់មកនាងឃើញខ្លួនឯងនៅក្នុងផ្ទះបាយវិញកំពុងញ៉ាំអាហារពីលាងចានមិនយូរប៉ុន្មាននាងក៏ដឹងថានាងបានញ៉ាំអស់អ្វីទាំងអស់ដែលនៅក្នុងទូទឹកកកថ្ងៃបន្ទាប់ Hannah ប្រាប់ Melissa ថាថ្នាំពណ៌ប្រភេទពិតជាធ្វើពីសញ្ញាជាតិសាកមនុស្ស Melissa ភ្ញាក់ផ្អើលពេលដឹងរឿងនេះហើយ Hannah សួរថានាងយកថ្នាំមកពីណានិងថាតើមានអារម្មណ៍ខុសប្រក្រតីអ្វីទេ Melissa សារភាពថាពេលខ្លះនាងសុបិនអាក្រក់ហើយមានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងមើលនាងចង់ចាំបានថាមានមួយយប់នាងលឺសូរសោកនៅផ្លូវដើរនៅផ្ទះប៉ុន្តែពេលពិនិត្យមើលវិញគ្មាននរណានៅផ្ទះសោះប៉ុន្តែបទពិសោធន៍ចម្លែកទាំងនោះបានបាត់បង់បន្ទាប់ពីនាងឈប់ប្រើថ្នាំពណ៌ប្រភេទ Hannah ទៅពិនិត្យសុខភាពហើយបន្ទាប់ពីពិនិត្យលទ្ធផល Ultrasound វេជ្ជបណ្ឌិតប្រាប់នាងថាមានសាច់ដុំមិនសូវគ្រោះថ្នាក់តូចមួយនៅក្នុងក្រពះទឹកនោម Hannah បន្ទាប់មកសួរអំពីការដើរលងស្រមោលហើយវេជ្ជបណ្ឌិតបញ្យល់ថាលទ្ធផលសិក្សាអំពីការគេងរបស់នាងមិនច្បាស់លាស់ទេវេជ្ជបណ្ឌិតនិយាយថាពួកគេត្រូវតែពិចារណាហេតុផលផ្សេងទៀតដូចជាអាហារភាពនឿយហត់ថ្នាំឬស្រាក្រោយមក Hannah ក៏សម្គាល់មួយក្នុងសៀវភៅកំណត់ហេតុរបស់នាងដោយសង្ស័យថាតើសាច់ដុំនោះអាចមានទំនាក់ទំនងជាមួយសាកមនុស្សទេតែនេះនោះ Hannah សម្រេចចិត្តស្នាក់នៅបណ្ណាល័យមួយយប់ហើយព្យាយាមមិនគេងប៉ុន្តែបន្ទាប់ពីពេលខ្លីមួយភ្នែករបស់នាងចាប់ផ្ដើមផ្លាស់ទីយ៉ាងចម្លែកបំផុតប៉ុន្តែនាងបានភ្ញាក់វិញភ្លាមមុននាងនឹងអាចប្រតិកម្មកៅអីរបស់នាងឲ្យថយក្រោយដោយខ្លួនឯងហើយដោយសារភ័យខ្លាចនាងរត់ចេញពីបណ្ណាល័យថ្ងៃបន្ទាប់ខណៈពេលកំពុងកាត់សាច់លើសអ្នកបរិច្ចាគ Hannah ស្រាប់តែស្រមៃថាសុកនោះជានំហើយមានអារម្មណ៍ចង់ញ៉ាំវាខ្លាំងណាស់ប៉ុន្តែនាងត្រូវបានក្រុមការងាររបស់នាងផ្អាកហើយដោយសារតែរឿងដែលកើតឡើង Hannah សួរថាតើអាចឲ្យអ្នកផ្សេងមកជំនួសបានទេ Josie មកពិនិត្យសុខភាព Hannah ហើយសួរថានាងបានញ៉ាំអ្វីមួយទេប៉ុន្តែ Hannah ប្រាប់ថានាងគ្រាន់តែមានប្រតិកម្មមិនល្អប៉ុណ្ណោះពេល Josie សួរថានាងនៅតែបន្តញ៉ាំថ្នាំនោះទេ Hannah តបទៅថា Josie មិនមានសិទ្ធិមកបង្រៀននាងទេ Josie បញ្ជាក់ថា Hannah មើលទៅឈឺហើយនិយាយថាថ្នាំនោះមិនខុសអ្វីពីផលិតផលបោកប្រាស់ដែលពួកគេធ្លាប់ផ្សាយយកលេងឡើយ Hannah ឆ្លើយកប់ថាគ្មានអ្វីខុសទេក្នុងការចង់ធ្វើឲ្យខ្លួនឯងប្រសើរឡើងហើយបន្ទាប់មកនាងក៏ចោទ Josie ថាចង់ឲ្យនាងនៅសម្បើមនិងមិនសប្បាយចិត្ត Josie ឆ្លើយថា Hannah ចាត់ទុកការសម្បើមជារឿងគួរឲ្យអាម៉ាស់ហើយនោះជាបញ្ហាពិតប្រាកដនាងព្រមានថាប្រសិនបើ Hannah មិនបញ្ឈប់ការដាក់ទោសខ្លួនឯងទេនាងនឹងបំផ្លាញអ្វីល្អទាំងអស់ក្នុងជីវិតរបស់នាងនៅនេះនោះ Hannah ទៅលេងផ្ទះ Elena ហើយអ្នកទាំងពីរបានចំណាយពេលជាមួយគ្នាយ៉ាងជិតស្និទ្ធបន្ទាប់មកខណៈពេលពួកគេកំពុងដេកពូរបស់ Hannah ចាប់ផ្ដើមធ្វើសំឡេងចម្លែកម្ដងទៀតនាងភ្ញាក់ខ្លួនឡើងក្រៅផ្ទះភ្លាមហើយស្គាល់ថានាងបានបរិច្ឆេទម្ហូបអាហារទាំងអស់ក្នុងទូទឹកកករបស់ Elena ពេល Elena ចេញមកក្រៅនាងភ្ញាក់ផ្អើលជិតពេលឃើញហេតុការណ៍នោះប៉ុន្តែការព្រួយបារម្ភដំបូងគេរបស់នាងគឺថា Hannah មានអីខុសប្រក្រតីអត់ Hannah មានអារម្មណ៍អៀនភ្លាមហើយចាប់ផ្ដើមប្រមូលសម្រាមឡើងវិញប៉ុន្តែ Elena ប្រាប់ឲ្យនាងទុកវាទុកមិនយូរប៉ុន្មានទារិកាក្នុងផ្ទះរបស់ Elena មកដល់ហើយដោយសារតែអៀន Hannah បានកើតឡើងហើយរត់ចេញទៅខណៈដែល Hannah ដល់ទៅផ្ទះរបស់នាងភ្នែកនាងឃើញកញ្ចក់នៅជិបលុះហើយធ្វើឲ្យនាងភ័យខ្លាចណាស់ពេលសង្កេតឃើញថា Versa កំពុងតាមនាងដោយសារភ័យរន្ធត់ Hannah រត់ចូលហាងម្ហូបមួយភ្លាមហើយបញ្ជាទិញអាហារមួយនាងត្រឡប់មកដល់ផ្ទះវិញយ៉ាងលឿនហើយអង្គុយក្បែរព្រំដេករបស់នាងប៉ុន្តែបន្តិចក្រោយមកនាងចាប់ផ្ដើមមើលសំឡេងជើងធ្ងន់នៅខាងក្រៅដូចជាថា Versa កំពុងដើរទៅរកបន្ទប់ Hannah មើលដោយភ័យខ្លាចខណៈដែលមាននរណាម្នាក់ព្យាយាមបើកទ្វាររបស់នាងប៉ុន្តែវាគ្រាន់តែជាឪពុករបស់នាងមកពិនិត្យមើលនាងប៉ុណ្ណោះ
ខណៈដែលនាងធ្វើឲ្យឪពុកស្មប់ចិត្តនាងឮសំឡេងចម្លែកមួយនៅខាងក្រៅហើយសង្កេតឃើញអ្វីមួយកំពុងឡើងដើមឈើក្បែរវីនដូរបស់នាងកញ្ចក់នោះចាប់ផ្ដើមមានអាប់ដូចជាមាននរណាម្នាក់កំពុងដកដង្ហើមលើវាបន្ទាប់មកវាប្រេះមុនពេលបង្អួតបែកចេញហើយបន្តិចក្រោយមកបឺសាដែលមើលមិនឃើញបានរាប់រៃឡើងលើគ្រែហើយណាស់ទីងយកអាហារដែលនាងទិញមកភ្លាមហើយចាប់ផ្ដើមបរិភោគខណៈដែលឪពុករបស់នាងសុំឲ្យនាងបើកទ្វារយ៉ាងអស់សង្ឃឹមដោយមិនពេញចិត្តនាងប្រាប់ឪពុកឲ្យចេញទៅដោយបញ្ជាក់ថានាងមិនមែនក្មេងទៀតទេហើយនៅក្នុងកញ្ចក់ជិតខាងយើងអាចឃើញបឺសាអង្គុយលើគ្រែខណៈដែលហែនបន្តបរិភោគនាងសួរនេះមែនទេអ្វីដែលអ្នកចង់បាននាងបើកធុងអាហារទាំងអស់មួយហើយបញ្ចូលអាហារចូលមាត់ខ្លួនឯងយ៉ាងគ្មានឈប់ឈរទោះជាយ៉ាងណាមិនយូរប៉ុន្មានទេអាហារទាំងអស់បានផុតហើយប៉ុន្តែសំឡេងក្រពះរបស់នាងនៅតែបន្តរំខាននាងរត់ចេញទៅយកអាហារបន្ថែមពីទូទឹកកកប៉ុន្តែបន្ទាប់មកនាងសង្កេតឃើញកាមេរ៉ានាងដាក់កាមេរ៉ានៅក្នុងបន្ទប់របស់នាងហើយបន្ទាប់មកទម្លាក់គេងក្នុងទូអាវប៉ុន្តែអ្វីដែលនាងដឹងបន្ទាប់គឺនាងស្ថិតនៅក្នុងបន្ទប់គេងវិញដោយមានអ្វីមួយលាតជុំវិញមាត់នាងពិនិត្យមើលភាពយន្តពីកាមេរ៉ាហើយឃើញខ្លួនឯងដើរចេញពីទូអាវប៉ុន្តែនាងមើលទៅដូចជាមិនអាចបញ្ជាខ្លួនឯងបានទេបន្ទាប់មកនាងអង្គុយលើដីហើយបរិភោគអាហារដែលនៅសល់មុននឹងបិទមុខមករកកាមេរ៉ានាងដើរយឺតចូលទៅជិតកាមេរ៉ាហើយឈរនៅមុខកែវបន្ទាប់មកយកអ្វីមួយពីក្បែរកាមេរ៉ាហើយចាប់ផ្ដើមបរិភោគវាត្រឹមពេលនោះហាណាខានវាទើបដឹងថាអ្វីដែលនាងបានបរិភោគគឺជាគ្រីមលាបស្បែកបន្ទាប់មកហាណាសង្កេតឃើញថានាងស្គមដល់ថ្នាក់ឆ្អឹងចេញមើលឃើញហើយពេលនាងឈរលើគ្រឿងថ្លឹងទម្ងន់នាងរកឃើញថាទម្ងន់នាងបានធ្លាក់ចុះដល់ត្រឹម45គីឡូក្រាមប៉ុណ្ណោះនាងក៏សម្គាល់វាទុកក្នុងសៀវភៅកំណត់ហេតុរបស់នាងប៉ុន្តែបន្ទាប់មកនាងឮសំឡេងមួយចេញមកពីខាងក្រៅបន្ទប់ពេលនាងដើរចេញទៅក្រៅនាងឃើញចានអាហារពេលព្រឹកមួយដាក់នៅខាងក្រៅទ្វាររបស់នាងនាងយកចាននោះទៅជាមួយហើយទៅបន្ទប់ឪពុករបស់នាងដែលនៅទីនោះបានបង្ហាញថាឪពុកនាងមានទម្ងន់លើសខ្លាំងណាស់ហាត់ណាសួរអំពីនំផែនខេកហើយឪពុកនាងប្រាប់ថាគាត់បានធ្វើអាហារពេលព្រឹកឲ្យនាងហើយសួរថាតើនាងបានបរិច្ឆេទខ្លួនឯងត្រឹមត្រូវទេឬអត់ហាត់ណាបាននិយាយថានាងមិនដឹងផងដែរថាឪពុកអាចចម្អិនអាហារបានទេហើយឪពុកនាងឆ្លើយតបថាតើនាងគិតមែនទេថាគាត់អាចបង្កើតសារធាតុគីមីស្មុគស្មាញបានតែតាមរូបមន្តធម្មតាមិនអាចធ្វើបានពេលពួកគេបន្តនិយាយគ្នាការសន្ទនាបានប្រែក្លាយទៅជាការឆ្លោះហើយហាណាបានបង្ហាញការតវ៉ាថាឪពុកមិនដែលថែរក្សាពួកគេពិតប្រាកដឡើយគាត់និយាយថាម្ដាយរបស់ពួកគេជាអ្នកចាក់ចេញប៉ុន្តែហាណាបានឆ្លើយទៅវិញថាគាត់បានចាក់ចេញពីពួកគេយូរហើយគាត់បន្តនិយាយថាគាត់នៅតែស្ថិតនៅទីនេះប៉ុន្តែហាណាសួរថារហូតដល់ពេលណានាងប្រាប់ឪពុកថាគាត់មិនអាចអង្គុយម្នាក់ឯងក្នុងភាពនិតទៅជារៀងរហូតបានទេចុងក្រោយនាងក៏ឈរឡើងហើយនិយាយថានាងមិននឹងអង្គុយនៅទីនោះជាមួយគាត់រហូតដល់ចុងបញ្ចប់ទេមុននឹងដើរចេញពីបន្ទប់បន្ទាប់មកហាណាបានជួបជូស៊ីនៅបណ្ណាល័យហើយទទួលសារភាពថានាងកំពុងបាត់ទម្ងន់លឿនពេកហើយត្រូវការជំនួយជូស៊ីបានរំលឹកនាងថានាងបានព្រមានឲ្យកុំយកថ្នាំរបស់មេលីសាប៉ុន្តែហាណាបានបង្ហាញថានាងបានផលិតថ្នាំនោះដោយខ្លួនឯងជូស៊ីសួរថានាងមានន័យដូចម្តេចហើយហាណាបានទទួលសារភាពថានាងបានបរិភោគប៊ឺតាជូស៊ីភ្ញាក់ផ្អើលសួរថាតើហាណាហ៊ានបោះបង់ថ្នាំនោះឬនៅហើយហាណាបាននិយាយថានាងបានបោះបង់ហើយប៉ុន្តែនាងជឿថាប៊ឺតាឥឡូវនេះបានភ្ជាប់ខាងវិញ្ញាណជាមួយនាងហាណាបានតស៊ូទៅថានាងអាចបង្ហាញឲ្យឃើញបានហើយឲ្យជូស៊ីមើលទៅក្នុងស្លាបព្រាចំនួន1ដើម្បីរករូបតំណាងរបស់ប៊ឺតាជូស៊ីមើលមិនឃើញអ្វីទេដូច្នេះហាណាបានបញ្យល់ទ្រឹស្ដីរបស់នាងថាប៊ឺតានឹងបង្ហាញខ្លួនរាល់ពេលដែលជាតិស្ករនៅក្នុងឈាមរបស់នាងធ្លាក់ចុះក្រោម5មីលីម៉ូលនាងចាប់ផ្ដើមធ្វើលំហាត់ដៃដើម្បីបន្ថយជាតិស្ករនោះបន្ថែមទៀតប៉ុន្តែជូស៊ីនៅតែមិនឃើញអ្វីទេបន្ទាប់មកហេណាបានចង្អុលទៅឆ្លងបន្ទប់ដោយអះអាងថាប៊ឺតាកំពុងឈរនៅទីនោះជូស៊ីបានណែនាំថានាងកំពុងស្រមៃទៅឯងហើយគួរតែទៅពិភាក្សាជាមួយអ្នកចិត្តវិទ្យានៅសាលាប៉ុន្តែស្រាប់តែមានម៉ូនីទ័រមួយត្រូវបានបោះឆ្លងបន្ទប់បន្ទាប់មកមានមួយទៀតបង្កើតឲ្យទាំងពីរអ្នកភ្ញាក់ផ្អើលហាណាបានបញ្យល់ថាចំណាយកាឡូរីដែលនាងបរិភោគច្រើនប៉ុណ្ណាទម្ងន់នាងកាន់តែបាត់បង់ច្រើនប៉ុណ្ណាហើយប៊ឺតាក៏កាន់តែធំឡើងផងដែរវាដូចជាប៊ឺតាកំពុងស៊ីញ៉ូម៉ានាងពីខាងក្នុងចេញក្រៅនាងបន្ថែមថាមេលីសាក៏ធ្លាប់មានអារម្មណ៍ថាមានអ្វីមួយចម្លែកជាប់ខ្លួនជាបន្តបន្ទាប់ដែរប៉ុន្តែអ្វីទាំងនោះបានបញ្ចប់បន្ទាប់ពីនាងឈប់ប្រើថ្នាំពួកគេបានជួបបងស្រីរបស់ប៊ឺតាហើយបានដឹងថាឈ្មោះពិតរបស់ប៊ឺតាគឺត្រេកនាងបានប្រាប់ពួកគេថាពួកនាងទាំងពីរមិនដែលបែកគ្នានៅពេលជាសម័យក្មេងជំទង់ទេប៉ុន្តែក្រេះបន្ទាប់មកបានឆ្លងជំងឺមហារីកខ្លាំងដែលដើមកំណើតចេញពីសាច់ដុំមហារីកតូចមួយនៅក្នុងក្រពះត្រេកបានចំណាយពេលភាគច្រើននៃជីវិតរបស់នាងក្នុងការថែទាំមនុស្សដទៃប៉ុន្តែនាងមិនដែលចេះថែរក្សាខ្លួនឯងល្អទេនាងជឿថាក្រេះបានកាន់កាប់ការជឿចាប់យ៉ាងខ្លាំងហើយការបរិភោគអាហារតែងតែជាវិធីមួយសម្រាប់នាងដើម្បីដោះស្រាយជាមួយវាក្រោយពេលកន្លងផុតទៅស្ថានភាពកាន់តែអាក្រក់ឡើងហើយក្រេះបានបន្តបំពេញកាត់ខ្លួនឯងចេញពីមនុស្សជុំវិញនាងចុងក្រោយនាងគិតថាក្រេះមិនដែលអាចសន្តិភាពជាមួយខ្លួនឯងបានពិតប្រាកដទេនៅខាងក្រៅហាណាថានាងដឹងហើយថាហេតុអ្វីបានជាប៊ឺតាចូលចិត្តជាប់ខ្លួនជាមួយនាងហើយនាងត្រូវតែសងអ្វីដែលនាងបានយកទៅវិញ
Hana ខាត្រឡប់ទៅផ្ទះវិញហើយភ្ញាក់ផ្អើលពេលឃើញម៉ែរបស់នាងបានត្រឡប់មកវិញនាងភ្លាមចូលអបម៉ែរបស់នាងហើយសារភាពថានាងមិនដែលគិតថាម៉ែរបស់នាងនឹងត្រឡប់មកវិញទេម៉ែរបស់នាងហៅនាងថាឈួតមុននឹងសង្កេតឃើញថានាងស្លៀកស្វង់ខ្លាំងហើយសួរថានាងសុខសប្បាយទេដោយ Hana ថានិយាយថានាងសុខសប្បាយល្អបន្ទាប់មកនាងរត់ទៅបន្ទប់របស់នាងដើម្បីយកផេះប៊ឺតាតែគ្រាន់តែដឹងថាម៉ែរបស់នាងបានបោះវាចោលនាងរត់ចេញក្រៅហើយរកឃើញផេះនៅក្នុងថង់សម្រាមប៉ុន្តែពេលនោះស្រាប់តែសំឡេងគោកចេញពីពោះនាងក៏ចាប់ផ្ដើមឡើងវិញ Hana ថារត់ត្រឡប់ទៅផ្ទះវិញហើយមិនអើពើសំណួររបស់គីមីទេនាងប៉ុនប៉ងផាត់ទឹកជ្រលក់នៅស្គរពី10យ៉ាងអស់សង្ឃឹមពេលគីមីសួរអំពីការត្រួតពិនិត្យ Ultrasound Hana ថានិយាយថាអារម្មណ៍ជាប៉ុន្តែពេលពិនិត្យរបាយការណ៍នោះនាងចាប់អារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីមួយផ្លែតនោះមានអ្នកគូសទ្វារ Hana ថាប៉ុនប៉ងវិញឈប់ម៉ែរបស់នាងប៉ុន្តែទ្វារប្រែប្រួលបើកចេញយ៉ាងឆាប់រហ័សបុកទីមកឲ្យដួលទៅលើដីដោយភ័យខ្លាច Hana ថាអូសម៉ែរបស់នាងចូលក្នុងផ្ទះខណៈពេលប៊ឺតាចាប់ផ្ដើមបោះវត្ថុជុំវិញផ្ទះនាងចាក់សោគីមីឲ្យស្ថិតនៅក្នុងបន្ទប់មួយសម្រាប់សុវត្ថិភាពហើយបន្ទាប់មកនាងចេញមកក្រៅវិញដើម្បីប្រជុំមុខជាមួយប៊ឺតា Hana ថារត់ចូលទៅក្នុងផ្ទះបាយប៉ុន្តែប៊ឺតាចាប់សក់នាងហើយនៅពេល Hana ថាប្រឹងខំដើម្បីរួចផុតនាងបានដួលទៅលើដីប៊ឺតាបានឡើងជិះលើនាងហើយទម្ងន់ដ៏ធំនៃរាងកាយប៊ឺតាបានចាក់ Hana ថាឲ្យជាប់លើដីធ្វើឲ្យនាងមិនអាចខ្លះទីបាន Hana ថាមើលឃើញដបសម្អាតចង្ក្រានមួយនាងយកវាហើយបន្ទាន់នាងចាប់ផ្ដើមផឹកវាហើយនៅពេលនាងធ្វើដូច្នោះប៊ឺតាបានចេញពីលើនាង Hana ថារត់ទៅបន្ទប់មន្ទីរពិសោធន៍រាងកាយវិភាគហើយចាក់សោខ្លួនឯងនៅខាងក្នុងប្រាប់ឲ្យ Juicy ទុកចិត្តនាង Juicy សុំសំណូមពរឲ្យនាងបើកទ្វារប៉ុន្តែ Hana ថាចាប់ផ្ដើមផ្ដល់ថ្នាំមួយចំនួន Juicy ប្រមាននាងថានាងកំពុងយកថ្នាំច្រើនពេកប៉ុន្តែ Hana ថាមិនយល់ព្រមបញ្ឈប់ទេដោយបញ្ជាក់ថានាងត្រូវការពេលតែ20នាទីប៉ុណ្ណោះនាងបង្ហាញថាវិជ្ជបណ្ឌិតបានរកឃើញកោសិកាធំមួយនៅក្នុងក្រពះនាងដែលជាកន្លែងដែលមានសាច់ដុំរបស់ប៊ឺតា Hana ថាជាថា Thulis Mystia បានបង្កវាហើយការដកវាចេញអាចបំបែកការភ្ជាប់របស់ពួកគេ Juicy រំលឹកមានថានាងមិនអាចកាត់ខ្លួនឯងបើកបានទេប៉ុន្តែ Hana ថាបត់ទៅថាការវះកាត់ត្រូវការពេលជាច្រើនខែដើម្បីរៀបចំហើយមិនមានវិធីណាឲ្យនាងរស់រានមានជីវិតរហូតដល់ពេលនោះទេ Juicy ព្យាយាមបញ្ឈប់នាងប៉ុន្តែ Hana ថាបាននិយាយថាដែល Juicy ត្រូវធ្វើគឺត្រឹមតែធានាឲ្យនាងមិនឈាមហូរច្រើនបន្ទាប់ពីនោះបន្ទាប់មកនាងចាក់ថ្នាំ Insulin ដើម្បីបន្ថយជាតិស្ករនៅក្នុងឈាមហើយដេកក្បែរលៀសរបស់ប៊ឺតាស្រាប់តែ Hana ថាអារម្មណ៍ដូចជាកំពុងលិចចុះក្រោមហើយប៊ឺតាបានបិទកំងរកនាងយ៉ាងយឺតប៉ុន្មានវិនាទីបន្ទាប់សន្លឹកផ្លាស្ទិកមួយធាក់លើ Hana ថាហើយមុននាងនឹងយល់ថាអ្វីកំពុងកើតឡើងនាងបានដឹងថានាងកំពុងត្រូវបានស្ទាក់នៅក្រោមវាដោយមិនដឹងថាធ្វើដូចម្ដេចនាងអាចបំបែកចេញពីវាបានហើយឃើញខ្លួនឯងស្ថិតនៅក្នុងបន្ទប់មួយដែលពោពេញដោយថង់សម្រាមដោយស្រួលចិត្តនាងមើលជុំវិញហើយសង្កេតឃើញកាំបិតវះកាត់មួយដាក់នៅក្បែរនាងយកវាឡើងកាត់បើកផ្ទៃពោះរបស់នាងហើយដាក់ដៃចូលរកសាច់ដុំមហារីកនៅក្នុងក្រពះតែតែនោះផ្ទាល់នាងលឺសំឡេងមួយហើយពេលនាងលើកមើលប៊ឺតានៅមុខនាងតែម្ដងដោយសង្ឃឹម Hana ដាក់ដៃចូលទៅក្នុងផ្ទៃពោះជ្រៅជាមុនប៉ុន្តែធ្វើឲ្យនាងភ័យខ្លាចបំផុតប៊ឺតានៅកាន់តែចិត្តនាងដោយមិនប្រងើយកន្តើយ Hana ចាប់ផ្ដើមកាត់សាច់ដុំមហារីកប៉ុន្តែមុននាងអាចយកវាចេញបានប៊ឺតាចាប់ជើងនាងហើយអូសនាងទៅរកខ្លួនខណៈដែល Hana កំពុងតស៊ូប៊ឺតាដាក់ដៃចូលក្នុងមុខរបួសដកសាច់ដុំមហារីកចេញហើយបរិភោគវាហើយពេល Hana ព្យាយាមបញ្ឈប់នាងប៊ឺតាខំបែកដៃនាងប៉ុន្តែស្រាប់តែប៊ឺតាអន្តរាយហើយ Hana ទើបដឹងថាដៃនាងមិនមានរបួសអ្វីឡើយពេលនោះផ្ទាល់ថង់សម្រាមមួយធ្លាក់ចុះពីលើហើយពេល Hana លើកមើលនាងឃើញខ្លួនឯងឈរនៅទីនោះអ្នកទាំងពីរមើលគ្នារយៈពេលមួយមុន Josie សាប់តែផាត់ Hana ឲ្យត្រឡប់មកជីវិតពិតវិញខណៈដែល Josie ព្យាយាមបញ្ឈប់ឈាមយ៉ាងអស់សង្ឃឹមនាងប្រាប់ Hana ថានាងនឹងនាំ Hana ចេញពីទីនោះហើយឆាកក៏ផ្លាស់ប្ដូរទៅប៉ុន្មានថ្ងៃបន្ទាប់សពរបស់ប៊ឺតាត្រូវបានដឹកចោលចុងក្រោយហើយនៅចុងសម័យសិក្សានិស្សិតទាំងអស់ចូលរួមពិធីមួយដើម្បីគោរពជីវិតអ្នកបរិច្ចាគសពដែលបងស្រីរបស់ប៊ឺតាក៏មានចូលរួមផងដែរមួយថ្ងៃ Hana ក៏លេង Elenia ហើយសុំទោសចំពោះការចោលបាត់របស់នាងទទួលសារថានាងធ្លាប់មានបញ្ហាខ្លះប៉ុន្តែនាងបញ្ជាក់ថានាងកំពុងព្យាយាមកែលម្អខ្លួនពិតប្រាកដខណៈពេលពួកគេបន្តនិយាយគ្នាទាំងពីរបានកាន់តែជិតស្និទ្ធគ្នាបន្តិចមួយហើយមិនយូរប៉ុន្មានទេពួកគេក៏បានស្និទ្ធស្នាលគ្នាម្ដងទៀតមុនឆាកនោះត្រូវបានផ្លាស់ប្ដូរនៅក្នុងឆាកបន្ទាប់យើងឃើញ Hana កំពុងបរិភោគអ្វីមួយយ៉ាងអស់អារម្មណ៍ដំបូងមើលមិនច្បាស់ថានាងកំពុងបរិភោគអ្វីប៉ុន្តែក្រោយពីប៉ុន្មានវិនាទីទើបបង្ហាញថា Hana បានបរិភោគ Elenia មួយផ្នែកហើយសពគ្មានជីវិតរបស់ Elenia កំពុងដេកលើសាឡុងក្បែរនោះអ្វីដែលចាប់ផ្ដើមជាការបាត់បង់ទម្ងន់ដោយអស់សង្ឃឹមបន្តិចមួយបានបំលែងទៅជាសង្គ្រាមគួរឲ្យភ័យខ្លាចជាមួយនឹងការចងចាំការរអ៊ូអរនិងឃ្លាមួយដែលមិនអាចបំពេញបានជាពិតប្រាកដពេលដែលហាក់ដូចជា Hana បានរួចផុតពីអធិពលរបស់ Berza ចុងក្រោយការបង្ហាញដ៏ភ្ញាក់ផ្អើលមួយបានបង្ហាញថាមិនមែនដូច្នោះទេថាតើវិញ្ញាណរបស់ Berza នៅតែបន្តលងបន្លាចនាងឬភាពងឹតនោះបានក្លាយជាផ្នែកមួយនៃ Hana ខ្លួនឯងគឺសម្រាប់ឲ្យទស្សនិកជនជ្រើសរើសសម្រេចចិត្ត
អន្តចាំមិនមានរឿងមួយដែលប្រកាសណាស់រឿងនេះមិនបញ្ចប់ដោយការព្យាបាលឬការសង្ស័យទេប៉ុន្តែបញ្ចប់ដោយការរំលឹកដ៏ត្រជាក់ថាមនុស្សម្នាក់អាចធ្លាក់ចុះបានឆ្ងាយប៉ុណ្ណានៅពេលត្រូវគេបរិភោគដោយបំណងចង់របស់ខ្លួនហើយនោះគឺជា fact sharing បើអ្នកចូលចិត្តការសង្ខេបនេះសូមចុច like វីដេអូចុច subscribe channel ហើយប្រាប់ខ្ញុំអំពីគំនិតរបស់អ្នកចំពោះចុងបញ្ចប់នៅក្នុងខាងក្រោមផង